យកអ្នកទាំងអស់គ្នាបានទៅពិបត្តិមុខខ្ញុំអស់រយៈពេលប្រហែលជា2លានឆ្នាំឥឡូវខ្ញុំមកវិញហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភមកដល់ការសម្ដែងរឿងរបស់ខ្ញុំបាទអ្នកទាំងអស់គ្នាអាចធ្វើការ scan តាមរយៈ QR code មួយនេះបានផ្ដើមនៅសាច់រឿងហ្នឹងគឺយើងបានឃើញបរិសម្នាក់ដែលកំពុងតែដើរនៅលើថ្លុកឈាមយើងក៏បានឃើញនៅមនុស្សមួយក្រុមពួកគេគឺកំពុងតែធ្វើដំណើរទៅកាន់បកហរដោយសារតែបកហរឥឡូវនេះគឺកំពុងតែត្រូវការជំនួយពីពួកគេទាំងអស់គ្នាហើយមនុស្សមួយក្រុមធំនោះក៏មានអ្នកដឹកនាំចំនួន4នាក់ផងដែរនៅពេលដែលពួកគេបានធ្វើដំណើរទៅដល់បកហរពួកគេក៏បានឃើញនៅសោកនាដកម្មនៅក្នុងបកហរផងដែរដោយនៅក្នុងបកហរបច្ចុប្បន្ននេះគឺនៅសល់តែកំពូលអ្នកគុណដាវតែម្នាក់គត់ដែលនៅរស់អ្នកដឹកនាំទាំង4ឃើញដូច្នេះក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែមនុស្សដែលអាចធ្វើការកំទេចមកកាន់បកហរឲ្យរលាយខ្ទេចខ្ទីដោយខ្ទឹមដំដូច្នេះគឺមិនមែនជាមនុស្សធម្មតានោះឡើយហើយសមាជិកនៅក្នុងបកហរចុងក្រោយដែលនៅចំពោះមុខគេទាំងអស់គ្នានឹងគឺត្រូវបានសម្លាប់ទៅដោយបុរសអាថ៌កំបាំងម្នាក់ប្រឈមមុខជាមួយនឹងមេបកសៅលីងមេបកអូតាងមេគ្រួសារឈីងឆេងនិងមេគ្រួសារណាមគង់បុរសម្នាក់នោះហាក់បីដូចជាគ្មានការភ័យខ្លាចចំពោះមេបកនិងមេគ្រួសារធំៗទាំង4នោះឡើយហើយមេបកអូតាងក៏បានសួរទៅកាន់បុរសម្នាក់នោះអំពីមូលហេតុដែលគាត់ធ្វើការកំទេចទៅកាន់បកហរបុរសអាថ៌កំបាំងម្នាក់នោះក៏បានតបទៅកាន់មេបកអូតាំងវិញថាដោយសារតែឮល្បីរឿងបកហរនឹងខ្លាំងពេកចឹងហើយគាត់ក៏មកកំទេចលេងទៅនិយាយរួចគាត់ក៏បានបោះក្បាលមេបកហរឲ្យអ្នកទាំង4បានឃើញនិងបានបន្តនិយាយថាពាក្យចចាមអារាមនឹងគឺមិនអាចទុកចិត្តបានទេដោយសារតែបកហរនឹងគឺកាចខ្លាំងមែនទែននៅពេលដែលបានឃើញក្បាលរបស់មេបកហរដូច្នេះអ្នកទាំង4នឹងក៏មានការញញើតបន្តិចបន្តួចផងដែរដោយសារតែមេបកហរនឹងគឺមិនមែនជាមនុស្សធម្មតានោះឡើយដូច្នេះពួកគេគឺត្រូវតែប្រុងប្រយ័ត្នជាមួយនឹងមនុស្សដែលនៅចំពោះមុខរបស់ពួកគេហើយបារោះដែលបានកាត់ទៅកាន់ក្បាលរបស់មេបកហរនឹងគិតក៏បានបបួលមេបកទាំង4ធ្វើការវាយគ្នាយកតែម្ដងដោយសារតែគិតថាមេបកទាំង4នឹងគឺខ្លាំងជាងមេបកហរឬដូច្នេះអ្នកទាំង4នាក់ក៏បានត្រៀមខ្លួនក្នុងការប្រយុទ្ធជាមួយនឹងបារោះចម្លែកម្នាក់នោះដោយមិនបង្អង់ពេលយូរការប្រយុទ្ធរវាងអ្នកទាំង5នាក់ក៏បានចាប់ផ្ដើមឡើងក៏ប៉ុន្តែទិដ្ឋភាពដែលយើងបានឃើញនៅអំបញ្ញមិញនេះវាគឺគ្រាន់តែជាទិដ្ឋភាពនៅក្នុងហ្គេមដែលបារោះម្នាក់គិតបានលេងតែប៉ុណ្ណោះហើយហ្គេមដែលគិតបានលេងហ្នឹងគឺមានឈ្មោះថា Murim Online ដោយសារតែលេងហ្គេមចាញ់គេពិបាកចិត្តពេកគិតក៏បានតែមើលទូរទស្សន៍វិញម្ដងហើយនៅក្នុងទូរទស្សន៍នឹងផងដែរគឺមានព័ត៌មានមួយដែលគេចាក់ផ្សាយអំពីការបាត់ខ្លួនរបស់ Mr. Ho ដែលជាអគ្គនាយកនៃក្រុមហ៊ុនមួយបន្ទាប់ពីបានមើលព័ត៌មានបារោះចម្លែកម្នាក់នោះគិតក៏មានការចម្លែកក្នុងចិត្តដោយសារតែមនុស្សដែលនៅក្នុងទូរទស្សន៍នឹងគិតដូចជាធ្លាប់ឃើញដោយអ្វីដែលគិតបានសង្ស័យចឹងព្រោះអីមនុស្សដែលបានបាត់ខ្លួននឹងគឺកំពុងតែស្ថិតនៅក្នុងផ្ទះរបស់គាត់ហើយ Mr. Ho ដែលបានបាត់ខ្លួននឹងគិតក៏បានស្នើសុំទៅកាន់បារោះចម្លែកឲ្យដោះលែងមកកាន់ខ្លួនព្រោះអីគិតគឺគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះគិតមិនដែលធ្វើអីប៉ះពាល់ទៅដល់បារោះចម្លែកម្នាក់នឹងទេឮដូច្នេះបារោះចម្លែកក៏បានបង្ហាញនៅរូបភាពមួយចំនួនឲ្យ Mr. Ho បានឃើញដោយរូបភាពទាំងអស់នោះគឺជាសកម្មភាពដែល Mr. Ho បានធ្វើបាបនិងបំពានទៅកាន់មនុស្សស្រីទន់ខ្សោយឃើញដូច្នេះ Mr. Ho នឹងគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាបារោះចម្លែកនឹងមានរូបភាពរបស់ខ្លួនបារោះចម្លែកគឺមិនបានតបតជាមួយនឹងសំណួររបស់ Mr. Ho ទេដោយគិតគឺបានរៀបចំនៅអាវុធដើម្បីធ្វើទារុណកម្មទៅកាន់ Mr. Ho បន្ថែមទៀតដោយជួបជាមួយនឹងស្ថានភាពដូច្នេះ Mr. Ho ក៏បានប្រតែប្រតប់ជាមួយនឹងបារោះចម្លែកជាលទ្ធផលគិតក៏បានផ្ដាច់ចំណងដៃរបស់ខ្លួននិងអាចដណ្ដើមអាវុធពីបារោះចម្លែកម្នាក់នោះបានដោយមិនបង្អង់ពេលយូរគិតក៏បានយកនៅអាវុធដែលដណ្ដើមពីបារោះចម្លែកនិងវាយទៅកាន់បារោះចម្លែកម្នាក់នោះវិញប៉ុន្តែជាលទ្ធផលបារោះចម្លែកគឺអាចគេចផុតអំពីការវាយប្រហាររបស់ Mr. Ho បានហើយ Mr. Ho ថែមទាំងត្រូវបានបារោះចម្លែកដាក់ម្ដាយថែមមកជង្គង់បះជើងពេញនឹងឯងដោយដឹងថាខ្លួនគឺមិនអាចយកឈ្នះទៅកាន់បារោះចម្លែកបាន Mr. Ho ក៏បានខិតខំវាយសំដៅទៅរកទ្វារមួយដែលបានបើកចំហដោយសង្ឃឹមថាខ្លួននឹងអាចគេចផុតអំពីបារោះចម្លែកបានប៉ុន្តែនៅពេលដែលទ្វារនោះបានបើកទិដ្ឋភាពតាតក់ស្លុតមួយក៏បានបង្ហាញនៅចំពោះមុខ Mr. Ho ដោយសារតែនៅទីនោះគឺពោរពេញទៅដោយសារសព
ដែលបរិសចម្លែកបានសម្លាប់ពេលនេះមីស្ទ័រ ហូល គឺគ្មានផ្លូវរត់គេចអំពីបរិសចម្លែកបាននោះឡើយមិនទាន់ទាំងបានធ្វើសកម្មភាពអ្វីផងក៏ស្រាប់តែទ្វារបន្ទប់របស់មីស្ទ័រ ហូល នឹងត្រូវបានគេវាយទម្លុះចូលយកតែម្ដងហើយមនុស្សដែលបានមករំខានទៅកាន់បរិសចម្លែកគឺជាក្រុមប៉ូលីសក្នុងចំណោមប៉ូលីសទាំងអស់គឺមានមេប៉ូលីសម្នាក់គិតបានបង្ហាញនៅដោយការចាប់ខ្លួនទៅកាន់បរិសចម្លែកនិងប្រាប់ឲ្យបរិសចម្លែកនឹងប្រកល់ខ្លួនទៅឲ្យប៉ូលីសតាមសម្រួលទៅបើមិនចង់ឈឺសាច់បរិសចម្លែកនឹងគឺមិនមានការភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលលោកប៉ូលីសបាននិយាយទេគិតកំពុងតែឆ្ងល់ថាហេតុអ្វីបានជាពួកប៉ូលីសនឹងរកឃើញនៅកន្លែងលាក់ខ្លួនរបស់គាត់លោកមេប៉ូលីសគឺមិនបានឆ្លើយតបជាមួយនឹងសំណួររបស់បរិសចម្លែកនោះឡើយដោយគិតគឺបានបាញ់គំរាមទៅកាន់បរិសចម្លែកនិងឲ្យបរិសចម្លែកនៅឲ្យស្ងៀមទៅបើមិនចង់ងាប់បរិសចម្លែកគឺគិតមិនមានការតក់ស្លុតជាមួយនឹងការគំរាមរបស់លោកមេប៉ូលីសនោះឡើយគិតបែរជាមានការសប្បាយរីករាយទៅវិញព្រោះអីទិដ្ឋភាពទាំងអស់នេះគឺប្រៀបដូចជាទិដ្ឋភាពដែលគិតបានលេងហ្គេមអំបញ្ញមិញអញ្ចឹងបន្ទាប់មកបរិសចម្លែកនឹងគិតក៏បានបកស្រាយប្រាប់ទៅកាន់ក្រុមប៉ូលីសថាអាមួយកម្មាប់នៅក្រោយគិតនឹងគឺមិនមែនជាមនុស្សល្អប្រមាណទេហើយតាមអ្វីដែលគិតដឹងអាកម្មាប់នៅខាងក្រោយគិតគឺសម្លាប់មនុស្សស្រីអស់ប្រហែលជា6នាក់ហើយចំណែកឯសាកសពផ្សេងទៀតដែលគិតបានសម្លាប់នឹងប្រវត្តិរបស់វាគឺមិនខុសពីអាកម្មាប់ប្រមាណទេមនុស្សអាក្រក់បែបហ្នឹងយល់ល្អគឺមិនបាច់ទុកទេសម្លាប់ចោលឲ្យអស់ទៅកុំឲ្យធ្ងន់ផែនដីឮដូច្នេះលោកប៉ូលីសគឺមិនបានជឿទៅកាន់ពាក្យសម្ដីរបស់បរិសចម្លែកនោះឡើយដោយខាងប៉ូលីសពួកគិតបានគិតថាបរិសចម្លែកនឹងគឺគ្រាន់តែមានបញ្ហាផ្លូវចិត្តតែប៉ុណ្ណោះដោយសារតែនិយាយទៅមិនមានពីណាគេស្ដាប់និងជឿមកកាន់ពាក្យសម្ដីរបស់ខ្លួនបរិសចម្លែកក៏បានសម្រេចចិត្តធ្វើការផ្តាច់ជីវិតអាកម្មាប់នៅមួយកន្លែងតែម្ដងហើយចំណែកឯបរិសចម្លែកវិញគឺត្រូវបានគ្របកាំភ្លើងរបស់ខាងប៉ូលីសបាញ់សម្លាប់មកកាន់គិតដូចគ្នាប៉ុន្តែរឿងដែលយើងនឹកស្មានមកដល់គឺបរិសចម្លែកម្នាក់នោះគិតបានភ្ញាក់ដឹងខ្លួនឡើងម្ដងទៀតដំបូងឡើយគិតគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះអីអំបញ្ញមិញក្បាលរបស់គិតនឹងគឺត្រូវបានខាងប៉ូលីសបាញ់បំបែកងាប់បាត់ទៅហើយនៅចំពោះមុខរបស់បរិសចម្លែកនាពេលបច្ចុប្បន្ននេះគឺយើងបានឃើញនៅរូបរាងបរិសម្នាក់ដោយបរិសម្នាក់នឹងគឺបានស្ដីបន្ទោសទៅការបរិសចម្លែកដោយគិតថាបរិសចម្លែកនឹងងាប់ហើយប៉ុន្តែបែរជារស់វិញហើយគិតក៏បាននិយាយត្អូញត្អែអំពីការរៀបចំសាកសពរបស់បរិសចម្លែកនឹងដែរព្រោះអីគិតគិតថាបរិសចម្លែកនឹងស្លាប់ហើយប៉ុន្តែបែរជារស់វិញមុននឹងចាកចេញបរិសម្នាក់នោះក៏បានប្រាប់ទៅកាន់បរិសចម្លែកថាស្អែកជួបគ្នាហាមងាប់ហើយត្រូវតែធ្វើការដោយសារតែអាប៉ែកមួយនោះបានធ្វើបាបនិងប្រមាថមកកាន់ខ្លួនបរិសចម្លែកនឹងក៏ចង់ចាប់ដុំថ្មនៅក្បែរដៃធ្វើការសម្លាប់ទៅកាន់អាកម្មាប់មួយនោះក៏ប៉ុន្តែរឿងដែលហួសចិត្តនោះគឺថាបរិសចម្លែកគឺគ្មានកម្លាំងសូម្បីតែលើកដុំថ្មដោយមានការឆ្ងល់បរិសចម្លែកក៏បានត្រួតពិនិត្យទៅមើលរាងកាយរបស់ខ្លួននិងបានដឹងថារាងកាយមួយនេះគឺមិនមែនជារាងកាយរបស់គិតនោះឡើយហើយនៅពេលដែលគិតបានក្រឡេកទៅមើលទិដ្ឋភាពនៅជុំវិញខ្លួនពេលនេះគិតបានដឹងយ៉ាងច្បាស់ថាគិតពេលនេះគឺមិនមែននៅក្នុងពិភពលោកដែលគិតរស់នៅពីមុននោះឡើយដោយនេះគឺជាពិភពមួយរៀមទឹកមុខដ៏សោកសៅនិងអស់សង្ឃឹមរបស់គិតពេលនេះក៏បានប្រែក្លាយទៅជាទឹកមុខដ៏សែនសប្បាយរីករាយព្រោះអីពេលនេះក្តីស្រមៃរបស់គិតគឺបានក្លាយទៅជាការពិតហើយដោយគិតគឺបានចូលមកក្នុងពិភពមួយរៀមដែលគិតចង់រស់នៅស្អែកឡើងយើងបានឃើញថាបរិសចម្លែកគិតបានទៅធ្វើការរបស់គិតជាធម្មតានៅខណៈពេលនោះផងដែរក៏មានបរិសម្នាក់ដែលមានឈ្មោះថាម៉ាឈៀលបានធ្វើដំណើរមករកបរិសចម្លែកនិងបានហៅទៅកាន់ឈ្មោះរបស់គិតថាសូសាមឥឡូវយើងដឹងហើយថាបរិសចម្លែកម្នាក់នឹងគិតមានឈ្មោះថាសូសាមមូលហេតុដែលអាប៉ែកមួយឈ្មោះម៉ាឈៀលធ្វើដំណើរមករកសូសាមនឹងគិតគឺមានការងារមួយត្រូវឲ្យសូសាមធ្វើប៉ុន្តែសូសាមក៏បានបដិសេធជាមួយនឹងគិតដោយបានលើកយកនៅហេតុផលថាឥឡូវនេះខ្លួនកំពុងតែធ្វើការសម្អាតនៅក្រសេះចឹងហើយការងារផ្សេងគិតមិនអាចធ្វើបានទេការដែលសូសាមបានតមិត្តជាមួយនឹងខ្លួនដូច្នេះធ្វើឲ្យអាម៉ាឈៀលនឹងមានកំហឹងខ្លាំងមែនទែនដោយវាបានវាយធ្វើបាបទៅកាន់សូសាមនិងបាននិយាយថាសូសាមគឺមានឋានៈគ្រាន់តែជាអ្នកបម្រើតែប៉ុណ្ណោះអញ្ចឹងហើយសូសាមគឺគ្មានសិទ្ធិតវ៉ាជាមួយនឹងវានោះឡើយវាឲ្យទៅឆ្វេងវាឲ្យទៅស្ដាំក្រោយមកយើងបានឃើញថាសូសាមជាមួយនឹងអបិកម្មាប់យុមិញដែលមានឈ្មោះថាដងហូនឹងពួកគេបានធ្វើដំណើរមករកបរិសចំណាស់ម្នាក់គោលបំណងដែលពួកគេធ្វើដំណើរមកទីនេះគឺដើម្បីយកនៅអាវុធបរិសចំណាស់ឃើញដូច្នេះក៏បាននិយាយថាអាវុធច្រើនអញ្ចឹងមនុ
មនុស្សពីរនាក់យកទៅរួចដែរមែនយ៉ាងហោចណាស់ក៏ត្រូវការសេះមួយក្បាលដើម្បីធ្វើការដឹកនៅអាវុធទាំងអស់នេះដែរឮដូច្នេះដងហោក៏បានវាយធ្វើបាបទៅកាន់សូសាមនិងបាននិយាយទៅកាន់លោកអ៊ំជាងដែរថាមិនបាច់ប្រើសេះស្អីទេឲ្យអាមួយស្បែកដណ្ដប់ឆ្អឹងនឹងគឺធ្វើជាសេះជំនួសកើតទៅព្រោះអីវាគឺមិនចង់ប្រើប្រាស់សេះក្នុងការដឹកជញ្ជូននៅអាវុធទាំងអស់នេះឡើយបរិះចំណាស់ឃើញដូច្នេះក៏មានការអាណិតអាសូរទៅកាន់សូសាមផងដែរក៏ប៉ុន្តែអ្វីដែលគាត់អាចធ្វើបាននៅពេលនេះគឺមានតែការខំមិតសង្កត់ចិត្តតែប៉ុណ្ណោះទោះបីជាអាណិតសូសាមយ៉ាងណាក៏ដោយដោយគ្មានជំរឿអ្វីទៀតសូសាមក៏ធ្វើទៅតាមអ្វីដែលដងហូបានបញ្ជាមកកាន់ខ្លួនដោយឃើញដូច្នេះបរិះចំណាស់ជាងដែរក៏បានប្រាប់ទៅកាន់សូសាមនឹងឲ្យធ្វើការសម្រាកបន្តិចទៅព្រោះអីសូសាមឥឡូវមើលទៅដូចជាអស់កម្លាំងហើយសូសាមក៏បានបដិសេធជាមួយនឹងបរិះចំណាស់ថាពេលនេះខ្លួនគឺមិនអីទេនៅតែអាចធ្វើការបន្ថែមទៀតបានដោយសារតែសូសាមធ្វើការយឺតយ៉ាវពេកក៏ត្រូវបានអាកម៉ាប់ដាក់មកជង្គង់សន្លប់ឈឹងយកតែម្ដងនៅពេលដែលភ្ញាក់ដឹងខ្លួនឡើងវិញម្ដងទៀតពេលនេះសូសាមគឺចាប់ផ្ដើមមានស្មារតីឡើងវិញហើយបរិះចម្លែកដែលនៅក្នុងខ្លួនសូសាមនឹងក៏បានដឹងខ្លួនថាម្ចាស់រាងកាយមួយនេះដែលមានឈ្មោះថាសូសាមគឺបានស្លាប់បាត់បង់ជីវិតពិតមែនក៏ប៉ុន្តែដោយសារតែខ្លួនបានចូលមកនៅក្នុងរាងកាយរបស់ម្ចាស់រាងកាយឈ្មោះថាសូសាមទើបសូសាមមានជីវិតឡើងវិញម្ដងទៀតដោយសារតែខ្លួនបានយល់ដឹងកាន់តែស៊ីជម្រៅជាមួយនឹងពិភពលោកមួយនេះពេលនោះក៏មាន State Window បានប្រកាសខ្លួនឡើងចំពោះមុខបរិះចម្លែកឬក៏សូសាមនឹងឯងដោយវាគឺបានស្វាគមន៍សូសាមមកកាន់ពិភពលោកមួយនេះដែលវាគឺជាពិភពលោកមួយរៀមអនឡាញហើយពិភពលោកមួយនេះទៀតសោតគឺមានតែអ្នកខ្លាំងប៉ុណ្ណោះដែលមានសិទ្ធិរស់នៅ